ការសងសឹកដ៏ល្អបំផុតគឺរស់នៅឲ្យល្អជាងមនុស្សដែលធ្លាប់មើលងាយយើងអ្នកមិនចាំបាច់ទៅសងសឹកយកឈ្នះយកចាញ់ជាមួយមនុស្សដែលមើលងាយយើងទេរស់នៅឲ្យតែល្អជាងគេទៅអ្នកនឹងឈ្នះគេរួចស្រេចបាត់ទៅហើយគេប្រមាថមើលងាយយើងកុំចំណាយពេលទៅសងសឹកទៅឈឺចាប់ជាមួយគេចំណាយពេលរស់នៅជាមួយខ្លួនឯងឲ្យបានក្តីសុខបំផុតពេលខ្លះភាពស្ងប់ស្ងាត់វាជាវិធីសាស្ត្រសងសឹកដ៏ល្អបំផុតនៅក្នុងជីវិតយើងគេមើលងាយយើងកុំឈឺចាប់យូរពេកងើបឡើងកសាងខ្លួនឲ្យខ្លាំងជាងមុនរស់នៅឲ្យល្អជាងមុនខំប្រឹងឲ្យខ្លាំងជាងមុនកសាងលទ្ធផលឲ្យល្អជាងមុនធ្វើឲ្យអ្នកដែលធ្លាប់មើលងាយយើងនឹងស្ដាយក្រោយដែលប្រមាថមើលងាយមកលើយើងការសងសឹកដ៏ល្អបំផុតគឺឈប់ធ្វើរឿងដែលគេធ្លាប់មើលងាយមកលើយើងគេប្រមាថមើលងាយយើងឈឺចាប់ណាស់ឈឺចាប់ហើយត្រូវតែចងចាំការសងសឹកដ៏ល្អបំផុតគឺឈប់ធ្វើរឿងដែលគេធ្លាប់ប្រមាថមកលើយើងគេប្រមាថយើងដោយសារយើងខ្សោយយើងត្រូវដាក់គោលដៅឲ្យខ្លួន